ស្ថានភាពសង្គ្រាមរវាងថៃនិងខ្មែរកាន់តែឡើងកម្ដៅខ្លាំងដោយថៃបានប្រើប្រាស់យន្តហោះចម្បាំង T-50TH វាយប្រហារមកលើទឹកដីស្រុកបាណន់ខេត្តបាត់ដំបងនៃប្រទេសកម្ពុជាមិនត្រឹមតែប៉ុណ្ណោះថៃបានប្រើប្រាស់កំជួយវងរយៈចម្ងាយឆ្ងាយនោះគឺ DTI-1 ដូច្នេះថ្ងៃនេះយើងងាកមកមើលអាវុធទាំងពីរប្រភេទដែលថៃប្រើប្រាស់ឈ្លានពានខ្មែរយើងដោយរ៉ុកែត DTI-1 វាគឺជាការសហការស្រាវជ្រាវរវាងប្រទេសថៃនិងចិនដែលយកគំរូតាមរ៉ុកែត WS-1 របស់ចិនហើយវាត្រូវបានផលិតផ្ទាល់នៅប្រទេសថៃតែម្ដងឧបករណ៍សម្រាប់បាញ់គ្រាប់រ៉ុកែតរបស់វាមាន4កណ្ដុងប្រើប្រាស់គ្រាប់ប្រភេទ 300 មីលីម៉ែត្រឬក៏ 302 មីលីម៉ែត្រមានប្រវែងបណ្ដោយ 6.37 ម៉ែត្រទម្ងន់ 750 គីឡូក្រាមចំណែកឯក្បាលគ្រាប់របស់វាមានទម្ងន់ 150 គីឡូក្រាមបំពាក់លើរថយន្តយោធាដែលមានកង់ 8x8 អាចបរចល័តបំលាស់ទីទៅគ្រប់ទីកន្លែងវាមានសមត្ថភាពបាញ់បានចម្ងាយចាប់ពី60ទៅ150គីឡូម៉ែត្ររហូតដល់180គីឡូម៉ែត្រចំណែកឯ DTI-1G វិញបាញ់បានចម្ងាយចាប់ពី70គីឡូម៉ែត្ររហូតដល់150គីឡូម៉ែត្រដែលរ៉ុកែតទាំងពីរប្រភេទនេះមានប្រព័ន្ធបញ្ជាបាញ់ដោយស្វ័យប្រវត្តិនិងក្បាលគ្រាប់ភ្ជាប់ទៅដោយ GPS នាំផ្លូវប្រព័ន្ធភ្ជាប់ទំនាក់ទំនងនិងផ្កាយរណបវាប្រើពេលត្រឹមតែ20នាទីប៉ុណ្ណោះដើម្បីបញ្ចូលគ្រាប់សារជាថ្មីរីឯយន្តហោះចម្បាំង T-50TH វិញវាគឺជាប្រភេទយន្តហោះសម្រាប់ហ្វឹកហ្វឺននិងប្រយុទ្ធធន់ស្រាលផលិតដោយកូរ៉េខាងត្បូងក្នុងឆ្នាំ2001និងធ្វើការហោះហើរជាលើកដំបូងនាឆ្នាំ2002ដោយដាក់ឲ្យប្រើប្រាស់ជាផ្លូវការនាឆ្នាំ2005វាមានបណ្ដោយប្រវែង 13.14 កម្ពស់ 4.82 មានស្លាបប្រវែង 9.45 ម៉ែត្រមានទម្ងន់ទទេ 6470 គីឡូក្រាមទម្ងន់ផ្ទុកសពាវុធរួច 10722 គីឡូក្រាមប្រើប្រាស់ម៉ាស៊ីនមួយអាចហោះក្នុងល្បឿន 1840 គីឡូម៉ែត្រក្នុង1ម៉ោងមានល្បឿនលឿនជាងសម្លេង 1.5 ដងហោះក្នុងរយៈកម្ពស់ 14630 ម៉ែត្រហោះបានចម្ងាយ 1851 គីឡូម៉ែត្រការបំពាក់សពាវុធរបស់វាមានដូចជាកាំភ្លើងយន្ត M197 មួយដើមមានគ្រាប់205គ្រាប់បំពង់សម្រាប់បាញ់គ្រាប់រ៉ុកែតអមសងខាងស្លាបមីស៊ីលប្រយុទ្ធគ្នាលើអាកាសPython 5 IWEO AIM-9 Sidewinder AIM-9X Sidewinder AIM-120 AM or AAM AM-132 OSR AAM និង IRIS-T មីស៊ីលបាញ់ពីអាកាសមកដីមានដូចជា AGM-65 Maverick MBDA Princeton Speed 3 KEPD 350K2 មីស៊ីលប្រឆាំងនាវា Joint Strike គ្រាប់បែកទម្លាក់ពីអាកាសមកដី GBU 97 GBU 12 JDAM KGGB Mark M82 និង Mark 83ជាដើមក្នុងចំណោមគ្រាប់បែកទាំងនេះមានគ្រាប់បែកមួយប្រភេទផលិតដោយកូរ៉េខាងត្បូងផ្ទាល់តែម្ដងក្នុងឆ្នាំ2007ដល់ឆ្នាំ2013ដែលវាមានទម្ងន់316គីឡូក្រាមបណ្ដោយប្រវែង 2.5 ម៉ែត្រទទឹង 3.24 ម៉ែត្របាញ់បានចម្ងាយចាប់ពី85គីឡូម៉ែត្រ 76.5 គីឡូម៉ែត្រនិង103គីឡូម៉ែត្រហោះក្នុងល្បឿន987គីឡូម៉ែត្រក្នុង1ម៉ោងមានល្បឿនលឿនជាងសម្លេង 0.8 ដងនិងក្បាលគ្រាប់របស់វាបំពាក់ដោយ GPS នាំផ្លូវសពថ្ងៃប្រទេសថៃមានត្រឹមតែ20ជុតប៉ុណ្ណោះចំណែកឯការបំពាក់រ៉ាដាវិញ T-50TH បំពាក់រ៉ាដាប្រភេទ ANAPG-67 វាអាចចាប់សញ្ញាបានចម្ងាយ74គីឡូម៉ែត្រទៅ150គីឡូម៉ែត្រនិងរ៉ាដា ELM 2032មានសមត្ថភាពចាប់លើផ្ទៃអាកាសពីអាកាសមកដីបានចម្ងាយ222គីឡូម៉ែត្រនិងបើហោះលើផ្ទៃសមុទ្រវិញគឺអាចចាប់សញ្ញាបានចម្ងាយ370គីឡូម៉ែត្រវាមានប្រព័ន្ធគ្រប់គ្រងនៃការបាញ់គ្រាប់មីស៊ីលឬក៏ទម្លាក់គ្រាប់បែកប្រព័ន្ធព្រមានពីការចាប់បាននៃរ៉ាដារបស់សត្រូវប្រព័ន្ធប្រឆាំងនឹងសង្គ្រាមអេឡិចត្រូនិកនិងប្រព័ន្ធទំនាក់ទំនងជាដើម T-50TH មានកៅអីចំនួន2សម្រាប់ pilot 2នាក់ថៃបានបញ្ជាទិញចំនួន14គ្រឿងនិង4គ្រឿងបានមកដល់ទឹកដីថៃនាឆ្នាំ2018